សួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមានមុខម្ហូបយ៉ាងគឺសម្លម្ជូរយួនពុកម៉ែបងប្អូនសូមពុកម៉ែបងប្អូនមកតាមដានការធ្វើជាមួយនឹងខ្ញុំគ្រឿងផ្សំយើងគឺមានត្រីផ្ទក់មួយក្បាលពុកម៉ែបងប្អូនត្រីផ្ទក់ហ្នឹងខ្ញុំឲ្យគេធ្វើហើយមកកំពឹសស្ករសប្រេងឆាប្រហុកទឹកត្រីខ្ទឹមចិញ្ច្រាំអំពិលទុំម្សៅស៊ុបនិងដុំស៊ុបខ្នុរពុកម៉ែបងប្អូនតមកគឺអំបិលចំណែកបន្លែវិញគឺមានត្រឡាចម្នាស់ប៉េងប៉ោះល្ហុងជីវែងនិងជីរណាហើយម្អមពងទាមួយគ្រាប់មានរំដេងស្លឹកក្រូចគល់ស្លឹកគ្រៃបើពុកម៉ែមិនត្រូវការដាក់ល្ហុងក៏បានដែរតែខ្ញុំចូលចិត្តល្ហុងអញ្ចឹងខ្ញុំដាក់ល្ហុងបន្ទាប់មកយើងចាប់ផ្ដើមមកហាន់បន្លែទាំងអស់គ្នាពុកម៉ែបងប្អូនត្រឡាចគឺខ្ញុំហាន់បែបចង្វាមូលផងអីផងពុកម៉ែបងប្អូនតាមមើលចំណង់ចំណូលចិត្តពុកម៉ែបងប្អូនស្រឡាញ់ប៉ុណ្ណាហាន់ប៉ុណ្ណឹងទៅបន្ទាប់មកគឺយើងដាក់ឆ្នាំងឲ្យក្តៅយើងក៏ចាក់ប្រេងឆាចូលពុកម៉ែបងប្អូនប្រេងឆាយើងក្តៅហើយយើងដាក់ខ្ទឹមចិញ្ច្រាំចូលយើងកូរវាឲ្យឡើងក្រហមមកពុកម៉ែបងប្អូនបន្ទាប់ពីក្រហមហើយគឺយើងចាប់ផ្ដើមដួសខ្ទឹមបំពងនឹងដាក់ចានពុកម៉ែបងប្អូនយើងដួសខ្ទឹមបំពងទុកមួយឡែកយើងមកចាប់ផ្ដើមដាក់គ្រឿងបន្តគឺមានរំដេងស្លឹកក្រូចគល់ស្លឹកគ្រៃយើងដាក់អញ្ចឹងទៅវាអត់ឆ្អាបទេពុកម៉ែបងប្អូនទោះបីយើងដាក់ត្រីចូលក៏វាអត់ឆ្អាបដែរបន្ទាប់ពីដាក់គ្រឿងត្រូវហើយគឺខ្ញុំដាក់ថែមត្រីចូលពុកម៉ែបងប្អូនត្រីហ្នឹងពុកម៉ែបងប្អូនកូរវាទៅកូរច្បល់ទៅហើយប៉ុន្តែខ្ញុំដាក់រៀងឲ្យក្រៀមបន្តិចបានខ្ញុំដួសត្រីនឹងទុកពុកម៉ែបងប្អូនតមកត្រីយើងក្រៀមហើយខ្ញុំក៏បានយកដួសទុកដាក់ចានមួយឡែកយើងដួសត្រីហើយគឺយើងថែមទឹកជាចូលពុកម៉ែបងប្អូនខ្ញុំថែមចំនួន2កូន2ចានពុកម៉ែបងប្អូន2ចានធំណា
ឥឡូវទឹកយើងក៏បានពុះហើយយើងជ្រុំប្រហុកចូលតពីជ្រុំប្រហុកហើយយើងកូរវាទៅក៏ទឹកពុះហើយយើងដាក់បង់ត្រីចូលពុកម៉ែបងប្អូនហើយយើងគ្រូវាទុកសិនទៅបន្ទាប់មកទឹកយើងក៏បានពុះហើយយើងក៏ដាក់បន្លែចូលបងប្អូនបន្លែគឺយើងដាក់ទាំងអស់ទៅខ្ញុំចូលចិត្តល្ហុងខ្ញុំថែមល្ហុងបើពុកម៉ែអត់ចូលចិត្តល្ហុងទេពុកម៉ែបងប្អូនមិនបាច់ដាក់ល្ហុងទេតែខ្ញុំចូលចិត្តល្ហុងព្រោះអីវាជាមានរសជាតិឆ្ងាញ់ដល់មកយើងគ្របទុកមួយសន្ទុះទៅរយៈពេលប្រហែល10នាទីឥឡូវទឹកយើងបានពុះហើយយើងដាក់អំបិលចូលមួយចុងស្លាបព្រាបន្ទាប់មកទៀតយើងដាក់ស្ករសមួយស្លាបព្រាបាយតមកទៀតយើងថែមទឹកត្រីចូលមួយស្លាបព្រាបាយពុកម៉ែបងប្អូនហើយក៏យើងដាក់អំពិលនេះយើងបានច្របាច់ទឹករួចហើយណាពុកម៉ែបងប្អូនយើងដាក់ទៅយើងកូរវាអញ្ចឹងទៅតមកខ្ញុំដាក់កំពឹសបើពុកម៉ែបងប្អូនមិនមានកំពឹសមិនបាច់ដាក់ក៏បានតែខ្ញុំមានកំពឹសខ្ញុំដាក់ទៅតមកម្សៅដុំស៊ុបហើយនឹងប៊ីចេងមួយចុងស្លាបព្រាផងដែរឥឡូវទឹកយើងបានពុះហើយយើងថែមពងទាចូលតមកយើងដាក់ជីគ្រប់មុខដែលយើងបានហាន់រួចនឹងដាក់ចូលពុកម៉ែបងប្អូនបន្ទាប់ពីយើងដាក់លឹកជីហើយយើងថែមខ្ទឹមបំពងនឹងចូលចាពុកម៉ែបងប្អូនសឡមជូរយួនយើងបានរួចរាល់ហើយខ្ញុំក៏សូមអរគុណផងដែរពុកម៉ែបងប្អូនដែលបានចូលមកតាមដានទស្សនានៅវីដេអូនេះសូមអរគុណពុកម៉ែបងប្អូនច្រើន